នេះយាយថាបងស្រឡាញ់អូនបានទេអូនចង់ស្ដាប់ម្ដងទៀតតើបានទេចង់ឲ្យបងនិយាយដដែលចង់ធ្វើជាមនុស្សបងស្នេហ៍ជាងគេសម្រាប់អូនរូបជាដំបូងនាងខ្ញុំអរគុណកញ្ញាសូមគោរពនិងជម្រាបសួរថាដល់ពុកម៉ែបងប្អូនលោកអ៊ំលោកពូអ្នកមីងបងនិងបងប្អូនដែលជាមិត្តយុវវ័យទាំងអស់គ្នាដែលកំពុងតែស្ដាប់ជាមួយនឹងវិទ្យុបារាំងអន្តរជាតិនៅក្នុងថ្ងៃនេះទាំងអស់គ្នាចា៎អរគុណណាស់ដែលកញ្ញាអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិ RFI ជួបសម្ភាសន៍តែកញ្ញាចាប់ផ្ដើមអាជីពជាអ្នកចម្រៀងនេះតាំងពីពេលណាមកដែរចា៎នាងខ្ញុំចូលច្រៀងជា CD នៅឆ្នាំ1999ជាបឋមឡើងកញ្ញាច្រៀងបទអីដែលធ្វើឲ្យបានស្គាល់ភាពល្បីល្បាញដំបូងគេបំផុតនោះចា៎សម្រាប់នាងខ្ញុំនៅបទដំបូងដែលនាងខ្ញុំទទួលបាននៅការគ្រប់គ្រងខ្លាំងពីសំណាក់ទស្សនិកជនដំបូងបំផុតគឺមានជាបទចម្រៀងរឿងស្នេហាខ្ញុំហើយនៅបន្តមកទៀតមានសប្បាយណាស់ឬពេលឃើញស្រីយំហើយនឹងស្នាមស្នេហ៍សមុទ្ររៀមបន្តមកទៀតមានបេះដូងរងគ្រោះក៏ដូចជាទុកស្នាមថាមួយក៏បងមិនព្រមហើយនៅមានបបបន្តដល់បច្ចុប្បន្ននេះជាទូទៅកញ្ញាច្រៀងឲ្យតែក្រុមហ៊ុនហោះមាសមួយឬក៏យ៉ាងណាដែរចា៎បច្ចុប្បន្ននាងខ្ញុំបញ្ចូលចម្រៀងក៏ដូចជាការថតជាកាយវិការសម្រាប់ប្រិយមកឲ្យតែក្រុមហ៊ុនសិទ្ធិកម្មស្រីហោះមាសធ្វើឲ្យអូនស្រឡាញ់គេក៏ប៉ុន្តែវានៅតែមិនមែនស្នេហាគេល្អគ្រប់យ៉ាងប៉ុន្តែគេមិនមែនបងវេលាកន្លងគេស្មានថែរក្សាទង្វើរបស់គេឲ្យអូននឹកដល់រៀបរាស្រមៃថាថ្ងៃណាមួយយើងបានជួបគ្នាគេល្អគ្រប់យ៉ាងក៏ប៉ុន្តែអូនស្រឡាញ់បងវេលាកន្លងបងសុំទុកយ៉ាងណាបទចម្រៀងបទនេះគឺជាបទថ្មីនៅក្នុងប្រតិកម្មអ្នកស្នេហ៍មានបទទៅចេញលក់របស់នាងខ្ញុំផងដែរគឺបទគេល្អគ្រប់យ៉ាងតែអូនស្រឡាញ់បងខ្ញុំនៅពេលដែលបានស្ដាប់បទចម្រៀងនេះស្ដាប់ទៅហាក់ដូចជាឃើញថាកញ្ញាច្រៀងបទនេះពោពេញទៅដោយទឹកចិត្តហាក់ដូចជាផុសចេញពីបេះដូងតែម្ដងតើបទនេះមានលក្ខណៈពិសេសត្រង់ណាដែរទៅចា៎សម្រាប់បទនេះគឺនាងខ្ញុំយល់ថាទាំងអត្ថន័យនិងទាំង melody បទចម្រៀងគឺថារួមគ្នាតែម្ដងគឺថាពីរោះហើយធ្វើអារម្មណ៍របស់នាងខ្ញុំគឺថាចូលទៅតាមអត្ថន័យនៃបទចម្រៀងជាពិសេសគឺនាងខ្ញុំចង់ផ្ដោតទៅលើបទចម្រៀងហ្នឹងគឺលើអត្ថន័យគឺអត្ថន័យប្លែកចំណុចថាគេល្អគ្រប់យ៉ាងតែអូនស្រឡាញ់បងអញ្ចឹងគ្រប់ម៉ាត់នៅក្នុងបទចម្រៀងទាំងអស់នោះគឺធ្វើឲ្យអារម្មណ៍របស់នាងខ្ញុំយល់ថាវាប្រៀបដូចជារឿងពិតមួយដែលកំពុងតែកើតឡើងចំពោះខ្លួនឯងហើយធ្វើឲ្យនាងខ្ញុំបានបញ្ចូលមនោសញ្ចេតនាទៅក្នុងបទចម្រៀងនោះទៅបានសម្រាប់ចេញសម្រាប់ចែកជូនទៅដល់ទស្សនិកជនស្ដាប់បំផ្លាញចាហើយចុះតើគេដែលនៅក្នុងបទចម្រៀងនោះគេល្អគ្រប់យ៉ាងតើគេនោះគឺជាអ្នកណាទៅចាបាននិយាយពីអត្ថន័យបទចម្រៀងរបស់នោះគេនោះគឺមានន័យថាតួស្រីមានបុរស2នាក់ដែលស្រឡាញ់គាត់ទីមួយគឺជាបុរសដែលបានបែកគ្នាហើយម្នាក់ទៀតគឺជាបុរសថ្មីអញ្ចឹងគេនោះគឺជាបុរសថ្មីម្នាក់ដែលគាត់ទើបតែចាប់ផ្ដើមស្រឡាញ់ប៉ុន្តែគាត់យល់ថាម្នាក់ដែលគាត់ទើបតែចាប់ផ្ដើមស្រឡាញ់ថ្មីហ្នឹងគឺល្អគ្រប់យ៉ាងហើយប៉ុន្តែគាត់នៅតែនឹកមនុស្សម្នាក់ដែលគាត់យល់ថាគាត់បាត់បង់គាត់គេល្អគ្រប់យ៉ាងប៉ុន្តែគេមិនមែនបងវេលាកន្លងគេស្មានថែរក្សាទង្វើរបស់គេឲ្យអូននឹកដល់រៀបរាស្រមៃថាថ្ងៃណាមួយយើងបានជួបគ្នាគេល្អគ្រប់យ៉ាងចំពោះបទចម្រៀងនេះកញ្ញាចាប់ផ្ដើមច្រៀងថាតើមានការលំបាកអ្វីជាពិសេសឬជួបការលំបាកធម្មតាចា៎សម្រាប់ខ្ញុំពីមួយបទទៅមួយបទគឺតែងតែមានការលំបាកជាពិសេសគឺវាជាបទពិសោធន៍ថ្មីសម្រាប់នាងខ្ញុំក្នុងការធ្វើការវឹកហាត់ដើម្បី
បញ្ចូលចម្រៀងនេះចែកជូនទៅដល់បងប្អូនទស្សនិកជនប៉ុន្តែដែលឡែកចំពោះបទនេះបទគឺនាងខ្ញុំចំណាយពេលវេលា3ថ្ងៃសម្រាប់ក្នុងការហ្វឹកហាត់ហើយនឹងបញ្ចូលសំឡេងអញ្ចឹងនាងខ្ញុំយល់ថាបទចម្រៀងបទនេះដោយសារតែមានមនោសញ្ចេតនាច្រើនហើយជាពិសេសគឺបទចម្រៀងនេះគឺវាព្រោះត្រូវជាមួយនឹងអារម្មណ៍របស់នាងខ្ញុំអញ្ចឹងពេលវេលានៃការប្រើសំឡេងពេលវេលានៃការដាក់អារម្មណ៍វាអត់ទៅយូរប្រហែលទេចាយើងយល់ថាវាជ្រាលជ្រៅមួយវាជាមនោសញ្ចេតនាមួយហើយដែលនិយាយរួមគឺនាងខ្ញុំយករឿងទាំងអស់នោះយកមកដាក់ក្នុងចិត្តរបស់នាងខ្ញុំគិតថាវាជាអារម្មណ៍ពិតមួយដែលយើងត្រូវបញ្ចេញទៅមុខចម្រៀងចាតែក៏ពិតទៅកញ្ញាមានចេតនាចង់ខ្លាយទៅជាអ្នកចម្រៀងដូចនេះឬក៏យ៉ាងម៉េចដែរចាកាលពីដំបូងដោយសារតែមានដងពីកំណើតរបស់នាងខ្ញុំផ្ទាល់គឺដូចជាការចំណងចំណូលចិត្តរបស់យើងបន្តទៀតហើយជាពិសេសក៏ជាការបណ្ដុះបណ្ដាលពីលោកឪពុកម្ដាយបន្តមកធ្វើឲ្យនាងខ្ញុំមានថ្ងៃនេះហើយអាចធ្វើឲ្យនាងខ្ញុំខ្លាយទៅជាតារាចម្រៀងចាដូច្នេះបានសេចក្តីថាកញ្ញាមានបងប្អូនគ្រួសារពុកម្ដាយធ្លាប់ធ្វើជាអ្នកចម្រៀងជាអ្នកសិល្បៈដែរចាអ្នកម្ដាយរបស់នាងខ្ញុំគឺជាអ្នករបាំចាហើយលោកឪពុកក៏ជាតន្ត្រីករចាតែកញ្ញាជ្រើសរើសបទចម្រៀងយកមកច្រៀងនោះជាទូទៅដោយថាជ្រើសរើសតាមអត្ថន័យឬក៏តាមចង្វាក់ភ្លេងឬក៏ថាសាក់លបងច្រៀងបទថ្មីទៀតទៅតាមសំណូមពររបស់ក្រុមហ៊ុនចាទាំងអស់បងនិយាយរួមគឺថាទីមួយមានការសំណូមពរពីក្រុមហ៊ុនគាត់រៀបចំបទចម្រៀងថ្មីសម្រាប់យើងចាហើយនឹងមួយទៀតយើងត្រូវរើសជាមួយនឹង melody ណាដែលត្រូវជាមួយនឹងប្រូអត្ថន័យចម្រៀងបែបណាដែលយើងត្រូវរៀបចំដើម្បីចែកជូនដល់ទស្សនិកជនអញ្ចឹងទាំងអស់នេះគឺមានការជុំជ្រែងទាំងអស់ពីខាងក្រុមហ៊ុនហើយមានខ្ញុំផ្ទាល់ក៏ដូចជាក្រុមការងារអ្នកនិពន្ធនិងអ្នករៀបចំសម្រាប់បទចម្រៀងមួយចំនួននៅក្នុងផលិតកម្មចាកញ្ញាជួយចិត្តបទភ្លេងញាក់ឬក៏បទមនោសញ្ចេតនានាងខ្ញុំបានឮអ្នកកញ្ញាច្រៀងបទញាក់ច្រើនដែរណាសម្រាប់អារម្មណ៍នាងខ្ញុំវិញគឺបទចម្រៀងទាំងពីរនោះមានអត្ថប្រយោជន៍ដូចគ្នាហើយចំណូលចិត្តនាងខ្ញុំចូលចិត្តដូចគ្នាប៉ុន្តែរឹងកលៈទេសៈក្នុងការស្ដាប់បន្តិចហើយជាពិសេសយើងសូម្បីតែនាងខ្ញុំយកទៅបកស្រាយនៅតាមកម្មវិធីផ្សេងៗក៏យើងត្រូវការទាំងពីរដែរតែគ្នាប៉ុន្តែគឺយើងមានកលៈទេសៈបទនោះនិងបទញាក់បានន័យថាយើងត្រូវការទាំងអស់បានន័យថាយើងមិនមែនត្រូវការតែមួយអត់មួយចាយើងទាំងពីរចង្វាក់ទាំងបទមនោសញ្ចេតនានិងបទញាក់អារម្មណ៍គឺចំណូលចិត្តរបស់នាងខ្ញុំចាចំពោះបទ Fall in Love សង្ទឹមនឹងការបញ្ចេញសំនៀងតាមបែបចង្វាក់ទាន់សម័យរបៀបអារ៉ាប់ផងកញ្ញាក៏ត្រូវតែព្យាយាមខ្លាំងខាងរាំនិងខាងសម្ដែងដែរមិនថាអញ្ចឹងហ៎ចាសុទ្ធតែចំណាយពេលវេលាក្នុងការវឹកហាត់ជាពិសេសគឺថាមុននឹងបានបទចម្រៀងមួយបទនោះទាំងសំឡេងក៏ដូចជាទាំងរូបភាពហើយក៏ដូចជាការចេញទៅសម្ដែងតាម concert ផ្សេងៗទីមួយគឺយើងត្រូវការវឹកហាត់នៅសម្លេងរបស់យើងគេថាឲ្យញាប់ណាបទញាក់បងត្រូវឲ្យសម្លេងរបស់យើងនឹងគឺថារត់ញាប់តាមនៅបទចម្រៀងហ្នឹងបន្ទាប់មកយើងបញ្ចូលច្រៀងហើយយើងត្រូវរៀបចំជាមួយនឹងការថតជាខារ៉ាអូខេគឺយើងត្រូវការពេលវេលាសម្រាប់ការវឹកហាត់រាំនោះអស់រយៈពេលមួយសប្តាហ៍ដើម្បីយើងបានចេះនឹងចាំបទចម្រៀងទាំងអស់នោះហើយនឹងយើងសម្រាប់សម្រាំងទាំងសម្លៀកបំពាក់ទាំងចរិតរឹកពីក្នុងការធ្វើជាខារ៉ាអូខេបទចម្រៀងមួយបទនោះទៀតចានាងខ្ញុំបានឮកញ្ញាច្រៀងបទចម្រៀងពីដើមបទចាស់ណាចារវាងបទពីដើមនិងបទសម័យថ្មីហ្នឹងតែកញ្ញាចូលចិត្តមួយណាជាងចាធម្មតាដូចថាបទចម្រៀងពីដើមបទចម្រៀងពីសង្គមភាគច្រើនគឺពុកម៉ែបងប្អូនអរលោកពូអ្នកមីងគាត់ចូលចិត្តស្ដាប់ចាហើយគឺថាបទមួយជាងទៅពេលខ្លះអត្ថន័យឬក៏អារម្មណ៍គាត់ដូចថាមិនទៅជាមួយនឹងអារម្មណ៍របស់គាត់ទេអញ្ចឹងបទចម្រៀងអស់នោះគឺតម្រូវឲ្យគាត់បានស្ដាប់ទៅគាត់សប្បាយចិត្តដូចថាគាត់ទីគេនឹងពេលខ្លះគាត់យល់ថាគាត់បានស្ដាប់បទចម្រៀងបទពីដើមប៉ុន្តែយើងធ្វើថ្មីអញ្ចឹងវាមានរៀងថ្មីបន្តិចចាវាអត់មិនល្អដូចពីដើមទេប៉ុន្តែគេហៅថាអាចច្បាស់ស្រួលស្ដាប់ជាងដោយសារយើងមានឯកសារថ្មីតែពេលនោះគឺឯកសារចាស់អញ្ចឹងធ្វើឲ្យគាត់ដូចថាការដែលស្ដាប់ទៅអត់ទៅមានសំឡេងកាសែតចាស់រំខានអារម្មណ៍គាត់ទេអញ្ចឹងធ្វើឲ្យគាត់បានទទួលយកនៅអា
អារម្មណ៍បែបបទចម្រៀងដែលគាត់នឹកថាពីមុនមកគាត់បកស្ដាប់ហើយប៉ុន្តែនៅពេលបច្ចុប្បន្ននៅសោះបទទាំងអស់នោះឲ្យគាត់ស្ដាប់បន្តទៀតចាហើយជាពិសេសបទចម្រៀងពីដើមទាំងអស់នោះគឺបានធ្វើឲ្យបងប្អូនក្មេងៗចំនួនក្រោយដែលគាត់ពេលខ្លះគាត់កាត់អត់ទាន់ចំនួនដើមទេអញ្ចឹងពេលដែលគាត់បច្ចុប្បន្នគាត់មានបទចម្រៀងទាំងអស់នោះតាមរយៈដូចជាមានខ្ញុំនិងតារាចម្រៀងក្មេងៗច្រើនទៀតបានបកស្រាយគឺថាគាត់បានស្គាល់បទចម្រៀងទាំងអស់នោះឡើងវិញគាត់បានស្ដាប់ឡើងវិញចាហើយបទថ្មីដូចគ្នាបទថ្មីគឺគ្រាន់តែលាតត្រដាងនៃជីវិតពិតមកយុវវ័យរបស់បងប្អូនបច្ចុប្បន្នហើយក៏ជា melody ដែលយល់ថាពួកគាត់អាចទទួលយកបានហើយកំសាន្តអារម្មណ៍នៅពេលដែលគាត់សម្រាប់ការងារចាឯនេះខ្ញុំមានសំណួរមួយទៀតតែកញ្ញាធ្លាប់ដែរបដិសេធមិនច្រៀងបទនេះឬក៏បទនោះព្រោះតែថាវាពិបាកពេកពីព្រោះតែយល់ថាបាទបើសិនជាច្រៀងទៅប្រហែលជាមិនព្រោះឬក៏មួយអ្នកកញ្ញាគិតថាទេខ្ញុំគឺជាមនុស្សចូលចិត្តតែធ្វើឲ្យបានបើសិនជាក្រុមហ៊ុនសំណូមពរមកហើយគឺខិតខំប្រឹងធ្វើយ៉ាងណាច្រៀងឲ្យទាល់តែបានចំណុចនេះគឺថាចំពោះនាងខ្ញុំតែនិយាយថាអ្វីដែលក្រុមហ៊ុនដាក់មកគឺជាបទពិសោធន៍ថ្មីមួយហើយនាងខ្ញុំអត់ធ្លាប់មានអារម្មណ៍ថារេទេគ្រាន់តែថាពេលដែលវាលំបាកយើងតែនិយាយថាយើងចំណាយពេលវេលាច្រើនសម្រាប់ការបង្ហាត់បទចម្រៀងរបស់នោះប៉ុន្តែនាងខ្ញុំអត់រេដោយសារតែនាងខ្ញុំយល់ថាទាំងអស់នេះគឺជាបទពិសោធន៍ថ្មីសម្រាប់យើងហើយក៏ដូចជាអ្វីដែលនាងខ្ញុំបានទទួលមកហើយនាងខ្ញុំត្រូវតែព្យាយាមខិតខំប្រឹងប្រែងធ្វើឲ្យចាអរគុណច្រើនចឹងចាថ្មីរបស់បងចាជាអ្នកចម្រៀងហើយត្រូវស្រែកច្រៀងសួរថាតើបទមួយណាដែលធ្វើឲ្យបងនឹកអូនតែកញ្ញាមានរងចាំមកចម្លើយដែរឬទេចាចានាងខ្ញុំរងចាំចម្លើយពីទស្សនិកជនដែលថានាងខ្ញុំគឺជាតារាចម្រៀងស្រាប់អញ្ចឹងនាងខ្ញុំតែនិយាយថាបងប្អូនអរគ្នាជួយស្ដាប់បទចម្រៀងអញ្ចឹងបទចម្រៀងរបស់នោះគឺបានលាតត្រដាងនៅទឹកចិត្តនៃការស្រែកច្រៀងរបស់នាងខ្ញុំផងដែរចាអរគុណច្រើនណាស់ខ្ញុំសូមអរគុណចាដល់វិទ្យុបារាំងអន្តរជាតិចាដែលបានផ្ដល់កិត្តិយសសម្រាប់នាងខ្ញុំក្នុងការធ្វើបទសម្ភាសន៍នៅក្នុងថ្ងៃនេះហើយជាពិសេសអរគុណសេចក្តីនឹករលឹកពីនាងខ្ញុំទៅបងប្អូនដែលកំពុងតែស្ដាប់ជាមួយនឹងការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិទាំងអស់គ្នាចាគ្រប់ទីកន្លែងទាំងអស់ចាអរគុណច្រើនទើបអូនខំជាងក្រែងបងបានលើ